បាទជំរាបសួរអ្នកទាំងអស់គ្នាសម្រាប់វីដេអូនេះគឺខ្ញុំចង់ចែកចម្លែកពាក់ព័ន្ធជាមួយនឹង AI ប្រព័ន្ធ AI ហើយប្រព័ន្ធ AI វាក៏កំពុងតែពេញនិយមក្នុងការប្រើប្រាស់ទូទៅដែរអញ្ចឹងមិនថាជាការងារទូទៅទេមិនថាការងារ personal ទេមិនថាជាការងារក្រុមហ៊ុនទេគឺអាចប្រើបានទាំងអស់អញ្ចឹងវីដេអូនេះគឺខ្ញុំចង់លើកយកចំណុចទូចមួយពាក់ព័ន្ធជាមួយនឹង AI ហើយបំរើឲ្យខាង digital marketing ហើយក៏សូមអធិស្ឋានទុកមុនផងព្រោះខ្ញុំខាងផ្នែក soft develop ទេគាត់ថាខ្ញុំធ្វើការ relax ជាមួយនឹង chatbot អញ្ចឹងខ្ញុំចង់យកមកចែកចម្លែកអញ្ចឹងមិនមែនថាខ្ញុំមិនបានប្រើ chatbot គេផ្សេងទេគឺយើងបានប្រើច្រើនគាត់ថាវាមាន limit វាមិនអាច customization ខ្លួនឯងបានដើម្បី train ទៅលើស្ថាប័ននឹងមួយបានអញ្ចឹងយើងសម្រេចចិត្តវាដល់ខ្លួនឯងអញ្ចឹងខ្ញុំបើយើង show code វាពិបាកមើលអញ្ចឹងយើង show ជា front use case how it work អញ្ចឹងងាយស្រួលក្នុងការបញ្ចូលអញ្ចឹងទី1គឺយើង connect page អញ្ចឹងបើអ្នកគ្នាធ្លាប់ប្រើ third party គឺវាមានកន្លែង connect page ហើយដើម្បីយើងធ្វើការ auto reply ទៅកាន់ Facebook page របស់យើងអញ្ចឹងយើងចុច subscribe មកដើម្បីយើងបន្តទៅរើស page របស់យើងដែលយើងចង់ connect ហើយឲ្យ AI វាឆ្លើយតបអញ្ចឹងនៅពេលដែលយើង connect មកគឺយើងត្រូវមក design flow ប៉ុន្តែបើយើងប្រើ Gen AI គឺយើងអត់ត្រូវ design flow ទេគឺយើង train ជា prompt មកវិញអញ្ចឹងយើង show page ហើយយើង connect មួយណាយើងត្រូវការឲ្យវា auto reply អញ្ចឹងខ្ញុំ connect ហើយខ្ញុំអត់ត្រូវការ connect ម្ដងទៀតទេអញ្ចឹងទី1ហ្នឹងគឺយើងពាក់ព័ន្ធជាមួយនឹង classify អញ្ចឹងនៅពេលដែល message យើងចូលមកគឺយើងត្រូវការ classify ដែលកន្លែងមានថា platform ផ្សេងពីមុនវាឲ្យយើងរៀបជា keyword អញ្ចឹងអា keyword ហ្នឹងវា classify ដើម្បីតម្លាក់មកប៉ុន្តែបើសិនជាយើងជា AI គឺយើងប្រើជា text prompt បែបនេះអញ្ចឹងគ្រប់ទម្រង់មានថាយើង provision បានគ្រប់ទម្រង់មិនថា $Y មិនថាដាក់សញ្ញាសួរមិនថា chat មក referral តាម AD អីទេគឺយើងដឹងព្រមមានទាំងអស់យើងឲ្យ AI ឆ្លើយតបទៅវិញអញ្ចឹងទី1ហ្នឹងគឺយើងដាក់ image យើង support 2គឺ text ហើយនឹង image អញ្ចឹងនៅពេលដែលគាត់តម្លាក់ image មកវានឹងធ្វើការយក image ហ្នឹងទៅលឿនមើល check មើលអូគាត់ផ្ញើ product មកតាត្រូវproduct យើងអត់អញ្ចឹងគាត់ check មើល product គាត់ check ហើយគឺគាត់ classify ហើយបានគាត់ឲ្យតម្លាក់ចូលមកថាតើវាជា product ឬក៏វាគាត់ជាការ general ទេអញ្ចឹងគាត់ដាក់សញ្ញាសួរប៉ុន្តែគាត់ចុចពី AD មកអញ្ចឹងវាគាត់សួររឿង product យើងហើយអញ្ចឹងវាចូលមក product អញ្ចឹងចូល product វាចូលមក prompt product អញ្ចឹង prompt product វាចាប់ដើមធ្វើដូចមនុស្សអញ្ចឹងដូចនិយាយចំថ្ងៃនេះដូចមនុស្ស3នាក់អញ្ចឹងទី1គឺគេឆាតមកមើលសិនមើលហើយគេរកអីបានចាប់ដើមរុញមកចូលពីនេះ product ឬក៏ general បើករណីគាត់ឆាតមកហើយអញ្ចឹងយើង prompt និយាយនេះជាការសរសេរទេមានថាមិនមែនសរសេរកូដទេគឺយើងគ្រាន់តែវាយជា text ដូចយើងប្រាប់បុគ្គលិកអញ្ចឹងនៅពេលដែលគេឆាតចូលមកអញ្ចឹងបើគេ hi hello ឬគេអីក៏ដោយកុំស្ដីបន្ទោសគេកុំនិយាយក៏ទៅគេវិញណាត្រូវស្វាគមន៍គេជានិច្ចអញ្ចឹងមានថាវាស្វាគមន៍គេជានិច្ច hi hello មកវាធ្វើការឆ្លើយតបទៅវិញហើយកន្លែងនេះគឺយើងចង់ឲ្យវាឆ្លើយប្រហែលភាសាយើងមិនសិនទៅគេសួរអីឲ្យឆ្លើយភាសាហ្នឹងទៅក៏បានដែរដោយសារតែភាសាខ្មែរវា match 80%ភាសាអង់គ្លេសគឺ 100% តែម្ដងអូខេអញ្ចឹងបន្ទាប់ពី classify second មានថាគេឆាតតទៀតអញ្ចឹងគេឆាតតទៀតបើសិនជាវាជា keyword មានថាវា send ដដែលឬក៏ send ផ្សេងទៅប៉ុន្តែបើករណី AI វាអត់ send ដដែលទេមានថាវាចាប់ history តាំងពីលើមកគេពងនិយាយអីហើយវាចាប់អំតបមានថាដូចមនុស្សអញ្ចឹងតបទៅតបមកហើយដឹងពីព័ត៌មានពីលើមកគឺតបតាមព័ត៌មានហ្នឹងអញ្ចឹងឧទាហរណ៍ឥឡូវយើងមកកំណត់ product ចឹង product របស់យើងមានថាឥឡូវយើងសេ prompt product ថាយើង train គាត់នៅក្នុងស្ថាប័នមួយណាបើលក់អេឡិចត្រូនិកទៅបើលក់គ្រឿងសង្ហារឹមលក់គ្រឿងសង្ហារឹមទៅនិយាយចំជាការទៅសេយើងទៅសេហើយយើងបរៀនគាត់ហើយយើងមក upload product នេះឥឡូវ page មួយនេះគឺខ្ញុំមានបើខ្ញុំករណីថា product ហ្នឹងគឺខ្ញុំ allow ឲ្យបានតែប្រហែល brand ទេគាត់ចេះតែប៉ុណ្្នឹង brand ទេបើតែបើខ្ញុំ allow ឲ្យច្រើនគឺយើងចេះមកគឺយើង all អញ្ចឹងណាចឹងខ្ញុំដាក់ all brand all the category ចឹងខ្ញុំ save ដដែលមក
ចឹងអានេះខ្ញុំបើកទាំងអស់ហ្នឹងគឺមានថា prompt របស់ខ្ញុំគឺដើរអញ្ចឹងយើង link ជាមួយនឹង ChatGPT integration យើង add key ChatGPT ចូលអញ្ចឹងកន្លែងចំណុចនេះគឺយើងត្រូវ patch មួយ ChatGPT មួយតង់ទៀតដើម្បីយើងធ្វើការឲ្យវា smarter អញ្ចឹងកន្លែងនេះគឺជា product ហើយនឹង knowledge របស់ AI អញ្ចឹង product យើងមានរហូតដល់ប្រហែលយើងមានដល់ 10000 ឬក៏ 20000 ក៏ដោយក៏ AI វាទៅ filter យកបានដែរហើយការ filter នេះគឺខុសពីការ search ខុសពីការវាយឈ្មោះ search ចាខុសពីការវាយតិចតួចអញ្ចឹងគាត់ចង់និយាយអីអូនឯងមានប្រភេទ monitor បែបហ្នឹងអត់ក៏វាដឹងដែរវា classify ហើយវាទៅ check ប្រដាប់ហ្នឹងសែនឲ្យភ្ញៀវហើយខាងខ្ញុំក៏កំពុងតែព្យាយាម train ធ្វើម៉េចឲ្យវាលក់បានលឿននឹងតែម្ដងហើយពាក់ព័ន្ធជាមួយនឹងប្រដាប់យើងអាច add ប្រដាប់អីទៅ train ដូចយើងដូចសាមញ្ញប៉ុន្តែplatform នៅពីក្រៅគឺបាន train នេះឲ្យ understand ពីប្រដាប់យើងពាក់ព័ន្ធជាមួយនឹងgeneral knowledge មានថាយើងអាចadd card មានថា add card ទៅអញ្ចឹងយើង add បាន10 card អញ្ចឹងនៅពេលដែលព័ត៌មានខ្លះយើងមិនបាច់មានថាយើងគ្រាន់តែ add ចូលទៅនៅពេលដែលវា match វាសួរគេសួរបងទីតាំងបងនៅណាអញ្ចឹងវាស្គាល់វាចាប់បាន check មើលតរទីតាំងអញ្ចឹងយើង add ទៅពាក់ព័ន្ធមួយទីតាំង location ទៅវាស្គាល់ពាក្យ location ហ្នឹងវាមក check ហើយវាផ្ញើតិចដែលយើងចងទុកឲ្យហើយចេញឲ្យភ្ញៀវហើយយើងចង់ដាក់កាតជា image 10កាតទៀតទៅក៏បានដែរហើយបើករណីថាយើងចង់បន្តដាក់ voice record យើង start record voice ខ្លួនឯងទៅវា automatic send voice ចេញហើយណាអូខេអញ្ចឹងមានប៉ុណ្ណឹងមានថាយើងឃើញ front ប៉ុណ្ណឹងគឺខាង back ដែលយើងធ្វើហ្នឹងគឺច្រើនហើយគាត់ថា front គឺយើងក៏ធ្វើម៉េចupload data តែប៉ុណ្្នឹងទៅ AI នឹងវា how it work អញ្ចឹងខ្ញុំតិចខ្ញុំ show វា how it work អញ្ចឹងអានេះយើងអាចដាក់បាន multiple page ហើយយើងអត់មាន limited subscribe ថាយើងត្រូវ limit ប៉ុណ្នេះទេអានេះពីខ្ញុំធ្វើខ្លួនឯងណាបើយើងប្រើ platform របស់គេវា limit យើងច្រើនអញ្ចឹងដល់ពេលយើងចង់ train ឲ្យវា full capacity ទៅលើការ knowledge ជាមួយនឹង product របស់យើងគឺអត់បានអញ្ចឹងវាបានត្រឹមតែគេហៅថា first level អញ្ចឹងខ្ញុំសូមមក page ខ្ញុំចូលនេះមិនហ្នឹង page ខ្ញុំមិនហ្នឹងគឺគ្នាខ្ញុំប្រើ chat pilot អញ្ចឹងខ្ញុំ subscribe ម្ដងទៀតចាស់ខ្ញុំសូមបើថាខ្ញុំអត់ចង់ resubscribe ទេដោយសារតែវាទៅ remove configuration ខ្ញុំនេះអញ្ចឹង chat pilot ដែរនេះអញ្ចឹងណាអូខេអញ្ចឹងនេះ score អញ្ចឹងខ្ញុំរើសមកចុះឧទាហរណ៍ឥឡូវខ្ញុំធ្វើការ hello ទៅអញ្ចឹងអត់មានចង keyword អីទេគាត់ថាយើងគាត់ train prompt ទៅឲ្យ AI យើង understand អញ្ចឹងដល់ពេល hello ទៅវានឹង respond មកយើងវិញតែការ respond របស់យើងគឺយើងអាចចងវា respond បានច្រើនមានថាបើគាត់សួរពងជាប់គ្នា 3-4 សំណួរ AI វាចាំ 3-4 សំណួរនោះមកឆ្លើយតែម្ដងក៏មានដែរនៅពេលដែលយើងកំណត់ណាអានេះវាឆ្លើយមកជាភាសាខ្មែរអញ្ចឹងទៅដោយសារតែkey ដែលខ្ញុំបានតេស្តហ្នឹងគឺខ្ញុំ key AI ហ្នឹងគឺខ្ញុំតេស្តភាសាខ្មែរច្រើនអញ្ចឹងវាស្គាល់ថាយើងនៅ location ខ្មែរអញ្ចឹងវា send ខ្មែរច្រើនឥឡូវគាត់សួរយើងថាយើង train តែ prompt ប៉ុន្តែពាក្យនេះយើងបានចងទេតើអ្នកកំពុងស្វែងរកផលិតផលដែលណាមួយជា laptop អីផ្សេងៗជាដើមដោយសារតែ history ខ្ញុំធ្លាប់តែអញ្ចឹងទៅវាចាប់មកអញ្ចឹងណាអូខេអញ្ចឹងខ្ញុំចង់បានជា insert តិចហើយតិចចឹងវាឆ្លើយខ្មែរខ្ញុំ typing ខ្មែរទៅអញ្ចឹងពេលខ្លះយើងសេខុសត្រូវក៏វា AI វាជួយ correct យើងដែរអញ្ចឹងរងចាំវា reply អូខេអញ្ចឹងវាតម្លាក់មកវិញហ្នឹងវា have survival demo monitor អញ្ចឹងទៅហើយវាប្រើ word បុកតាច់ដោយសារតែគេភាសាអង់គ្លេសខ្លះវាបកចេញអញ្ចឹងវាបកចេញវានេះអញ្ចឹងវាផ្ញើមកអញ្ចឹងវាផ្ញើមកអញ្ចឹងអូខេអញ្ចឹងយើងអាចមើល product list នឹងបានណាអូខេអញ្ចឹងខ្ញុំចង់សួរពេកចុះសុំ
ខ្ញុំចង់សួរថាមានប្រែផ្សេងទៀតអត់ចឹងណាចឹងខ្ញុំចង់ test flow មើលតើតែឲ្យវាធ្វើការបែបម៉េចចឹងដែលយើងសួរវាបានវាឆ្លើយបានដោយសារតែយើងមានប្រដាប់នៅជ្រុងនេះដែរណាប្រដាប់ដែលយើងអាប់ឡូតហ្នឹងគឺមានប្រែផ្សេងដែរម៉ាកផ្សេងដែរបានវាអាចឆ្លើយតបមកយើងបានអូខេអញ្ចឹងគាត់មានណាវា help monitor arrival អូខេនៅតែដែរប្រហែលជាអត់មាន monitor ប្រែផ្សេងទេជប់អានេះអានវាសិតតែដែរប្រហែលជាមានប្រែផ្សេងក្នុងប្រដាប់លីអញ្ចឹងអ្នកគ្នាវាជួយពេលខ្លះក៏វា send ជា list ចេះមកប្រាប់តម្លៃប្រាប់អីផ្សេងទៅខ្លះទៀតក៏វា send ប្រដាប់កាតនឹងចូលមកដែរអញ្ចឹងយ៉ាងលើកទី1រូបភាពនេះមកលើកទី2វាចាំមើលដដែលអត់អត់ដដែលទេមានថាយើងសួរនេះផ្សេងវា recommend អត់ផ្សេងមកទៀតណាអញ្ចឹងបើនិយាយទៅឧទាហរណ៍ឥឡូវខ្ញុំចង់បានលេខកូដមួយនេះណាលេខកូដមួយហ្នឹងខ្ញុំចង់បានលេខកូដមួយហ្នឹងអញ្ចឹងខ្ញុំចង់បាន20ជប់មាន21 27ខ្ញុំចង់បាន32 39ខ្ញុំសួរ87អ៊ីងមកខ្ញុំសួរមាន87អ៊ីងអត់វាឆ្លើយមកវិញព្រោះខ្ញុំឆែកមើលណាអត់មានទេHere some monitor my interest ចឹងខ្ញុំសួរ87អ៊ីងវាអត់មានវាតម្លាក់មកបានតែដដែលមកណាចឹងវា remind ដដែលដែលយើងសួរពីមុនមកនេះចឹងវា remind មកអូខេអញ្ចឹងនៅពេលដែលគាត់ចង់ឥឡូវគាត់ចង់ត្រឡប់ topic គាត់ចង់ត្រឡប់ឥឡូវគាត់ check laptop វិញចុះព្រោះប្រដាប់យើងបើយើងមាន 10000 ប្រដាប់អាហ្នឹងវាស្រួលត្រឡប់តែបើយើង upload បានតែតិចតួចប្រដាប់វាអត់មានវាដែរច្រើនអញ្ចឹងឥឡូវខ្ញុំបកទៅ laptop វិញយ៉ា laptop ណាវាមានមួយមកណា hand laptop ហ្នឹងមកអញ្ចឹងវា send laptop មកអញ្ចឹងយើងចង់សួរ spec សួរ RAM អីថែមទៀតយើងដាក់ថែមទៀតទៅព្រោះអីយើងបានបង្រៀនវាដោយយើង upload data អញ្ចឹងមិនមែនយើងអង្គុយចងអង្គុយគូទេវាយើងសួរអីវាឆ្លើយហ្នឹងអញ្ចឹងបើករណីថាគាត់មានប្រដាប់ច្រើនគេសួរអីច្រើន skin care អីផ្សេងក៏គាត់អាចចងគាត់ upload ទៅវា understand ហើយអាហ្នឹងគេហៅថាបច្ចេកវិទ្យារបស់ AI ហើយយើងគាត់ចងអានេះទៅចុចទៅដល់ website របស់យើងឬក៏យើងចង់ឲ្យវាលក់ដូរក្នុងនឹងបានទៀតយើងក៏ខ្ញុំក៏កំពុងធ្វើការដែរហើយពាក់ព័ន្ធមួយការ repeat នេះយើងក៏កំពុងកាត់បន្ថយអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំចង់upload ជារូបភាពចុះខ្ញុំ upload ម្ដង2ខ្ញុំ upload ទៅខ្ញុំសួរជារូបភាពម្ដងអញ្ចឹងវាយករូបភាពទៅ read ឬក៏យើងថែម text មួយទៀតក៏បានដែរអញ្ចឹងវាយកភាពទៅ read មើលវាឆ្លើយមកយើងបានដូចទៀតគាត់ថាអត់ត voice ទេ voice យើងពិបាកក្នុងការស្ដាប់ជាភាសាខ្មែរបើថាភាសាអង់គ្លេស 100% ស្ដាប់បានតែ voice យើងរៀងពិបាកធ្វើបន្តិចតែបើរូបភាពអត់អីទេ AI វានៅតែ understand voice វា understand សម្រាប់តែភាសាអង់គ្លេសបើភាសាខ្មែរវាដូចជួយនៅមានកម្រិតអូខេអញ្ចឹងអានេះវា check មកនេះអូខេវា check មកពាក់ព័ន្ធមួយរូបភាពអញ្ចឹងយើងតម្លាក់ទៅ2វាមក2ដែរមាន monitor មួយមាន mouse មួយហើយមាន cache មួយអញ្ចឹងវាចាប់អារូបភាពទាំងអស់គ្រប់ជ្រុងតម្លាក់ឲ្យយើងមកអញ្ចឹងវាចែកហ្មង computer មាន monitor មាន keyboard អីទៅអញ្ចឹងវាតម្លាក់មកនេះមាន monitor អានេះមានអីគេមាន desktop ហើយអានេះមាន keyboard អញ្ចឹងវាឲ្យជា set មកហ្មងវាមិនមែននេះណាវាឲ្យជា set មកអញ្ចឹងវា research យើង set អីយើងចង់បានអីវាបោកឲ្យជា set មកយើងហ្មងហើយបើក្រុមនេះវា recommend monitor មកថែមភាសាយើងសួរ monitor នៅពីលើអញ្ចឹង
ដូចវាជួយយើងបានច្រើនក្នុងការឆ្លើយតបឲ្យ24ម៉ោងលើ24ម៉ោងហើយចង់សួរអីសួរទៅវាឆ្លើយនឹងឲ្យតែ product ក្នុង stock យើងមានអញ្ចឹងវាបោះទៅបោះមកបោះទៅបោះមកបែបហ្នឹងអូខេអញ្ចឹងនៅពេលដែលយើងចង់បាន result ណាអញ្ចឹងថាចន្លោះថ្ងៃណាដល់ថ្ងៃណាគេសួរ product អីច្រើនជាងគេគឺយើងអាចមើល result យើងបានណាហើយនេះប៉ុណ្ណឹងអញ្ចឹងសូមឲ្យវីដេអូនឹងវែងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងចា៎